bạn này từng ở kia trong chập đam thưa content là 4 tạ đăng chập đam pì nà tần nàนี่คือ chia 3 ចំណុច ខ្ញុំ នឹង ចែក ម្លែក បងប្អូន ទាំង អស់ គ្នា 2 ចំណុច ចាប់ ដើម តូច តមុន ដែល ងាយ ស្រួល ឲ្យ បងប្អូន ទាំង អស់ គ្នា ឆាប់ យល់ លឿន ហើយ អាច ធ្វើ បាន ភ្លាម តែ ម្ដង ទី 1 គម្រោង ចាំ perfect មាន ន័យ ថា គម្រោង ចាំ ត តែ ល្អ ឥត ខ្ចោះ បងប្អូន ទាំង អស់ គ្នា ចាំ ចាប់ ដើម ធ្វើ កុំ ធ្វើ អញ្ចឹង គឺ យើង អាច ចាប់ ដើម បាន ភ្លាម ជាមួយ នឹង ឧបករណ៍ ដែល មិន ថ្លៃ បាទ ដូចជា ទូរស័ព្ទ ដៃ តែ មួយ គ្រឿង ក៏ យើង អាច ធ្វើ វីដេអូ សិន បាន ផង ដែរ ចំណុច ទី 2 រើប្រធានបទតែមួយកុំធ្វើច្រើនពេកបាទដបងកុំធ្វើច្រើន content ធ្វើតែមួយសិនណាធ្វើតែចំណីណាឬក៏បទពិសោធន៍ណាឬក៏យើងចំណង់ចំណូលទៅលើ content បែបណាយើងធ្វើបែបនឹងតែមួយសិនដើម្បីឲ្យយើងបង្កើនទៅលើភាពជឿជាក់បាទអ្វីដែលយើងជ្រើសរើសទី1គឺជ្រើសរើសទៅលើ content ដែលយើងចូលចិត្តក៏បានដែរបើសិនជាបងប្អូនទាំងអស់គ្នាមិនដឹងថាមានជំនាញអីឬក៏មានបទពិសោធន៍អីបាទទី2ធ្វើឲ្យច្បាស់លាស់បាទធ្វើឲ្យមានអត្តសញ្ញាណច្បាស់លាស់សិនគឺមានន័យថាយើងធ្វើឲ្យវាច្បាស់លាស់ថាយើងនឹងចេញពីអ្វីឲ្យប៉ិតប្រកបយើងមានអត្តសញ្ញាណបែបណាប៉ិតប្រកបដើម្បីឲ្យយើងមើលខ្លួនឯងឲ្យបានច្បាស់ជាងមុនចំណុចទី3គឺយើងធ្វើជាប្រចាំបាទយើងធ្វើជាប្រចាំធ្វើឲ្យផុសជារៀងរាល់ថ្ងៃណាការធ្វើ content គឺធ្វើឲ្យផុសជារៀងរាល់ថ្ងៃមិនមែនធ្វើថ្ងៃហ្នឹងមួយខែទៀតផុសបាទឬធ្វើថ្ងៃហ្នឹង10ថ្ងៃទៀតបានផុសអញ្ចឹងទេគឺយើងធ្វើជារៀងរាល់ថ្ងៃហើយកុំចាំ idea បាទកុំចាំ idea ដែលល្អកុំចាំតលតែមានគំនិតល្អចាំយើងធ្វើអត់ទេយើងនឹកឃើញអ្វីយើងអាចធ្វើបណ្ដោះអាសន្នសិនបានបាទអញ្ចឹងអ្វីដែលសំខាន់គឺខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថាយើងកុំរងចាំទៅលើគុណភាពល្អបាទតែកាលណាយើងមាន content ល្អទោះបីជាការធ្វើរបស់យើងមិនសូវមាន quality ក៏ដោយវីដេអូរបស់យើងមិនសូវមានចំណុចមួយដែលថាច្បាស់ជាងគេណាដែលមើលទៅឲ្យត្រជាក់ភ្នែកទេក៏យើងអាចធ្វើបានដែរដោយចាប់ផ្ដើមពីទាំង3ចំណុចនេះដែលខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាហ្នឹងអាចយកទៅសិក្សាឲ្យអនុវត្តខ្លីៗសិនបានជាប្រចាំជាពិសេសសម្រាប់អ្នកដែលគាត់ទៅតែចាប់ផ្ដើមមិនដឹងធ្វើពីណាពីណីទៅមិនដឹងគួរតែចាប់ផ្ដើមដោយរបៀបណាអាចធ្វើតាមវិធីដែលខ្ញុំប្រាប់បងប្អូនទាំងអស់គ្នានេះបានជួបគ្នាជាមួយនឹងខ្ញុំបាននៅវីដេអូបន្តទៀត